គុំក្នុងចិត្តយូរចង់ស្គាល់ផែបោះដុំគ្រឿងសមុទ្រនៅខាងកំពង់សោមឥឡូវបានមកស្គាល់ហើយប្រពន្ធខ្ញុំទិញត្រីយកមកដាក់អាំងអូយផែនេះកន្លែងមេវគ្គបញ្ចប់ហើយអូកន្លែងនេះត្រីធំធំណាចង់បានຂະຫນាតប៉ុណ្ណាក៏មានដែរតូចធំយកមកដាក់អាំងតម្លៃធូរសមរម្យណាមកឲ្យតែមានថ្វីមាត់ប៉ុន្តែតើតាយ៉ាងើពីព្រឹកព្រលឹមបន្តិចមិនព្រលឹមទេកន្លែងនេះគេតម្លាក់ត្រីតាំងម៉ោង2ម៉ោង3ចាំខ្ញុំរៀបរាប់ព័ត៌មានលម្អិតប៉ុន្តែណែអូយមកមើលដែរសកម្មភាពប្រម៉ែប្រមូលត្រីស្អីក៏មានដែរណាត្រីឆ្លាមគេយកមកគេរុះស្បែករុះអីឲ្យហើយស្អីណាអូមិនស្បែកទេគេរុះដូចសកៃវាសបកវាអញ្ចឹងណាអីសបកអញ្ចឹងពុកម៉ែបងប្អូនណែអូយត្រីស្អីក៏មានដែរហើយបើក្រៅពីផ្សារលើពុកម៉ែបងប្អូនអាចទៅផែនឹងបានហើយនេះទិដ្ឋភាពនៅផ្សារលើហើយកូនខ្ញុំសប្បាយណាបានឃើញត្រីយកត្រីមកបន្លែងទេណាកូនខ្ញុំចឹងចូលឆ្នាំខ្មែរពុកម៉ែបងប្អូនទៅលេងកំពង់សោមណែអូយក fresh ស៊ីមកញ៉ាំផងពុកម៉ែបងប្អូនដាក់ fresh ស៊ីមកតាមខ្លួនជុំគ្រួសារជុំមិត្តភ័ក្តិជុំបងប្អូនរដូវកាលចូលឆ្នាំខ្មែរដើរលេងកុំភ្លេចទិញ fresh ស៊ីស្រឡាញ់សេដ្ឋកិច្ចជាតិទិញ fresh ស៊ីញ៉ាំទៅពុកម៉ែបងប្អូនអូយមានច្រើនរសជាតិចឹងសម្រាប់ទីតាំងកន្លែងផែនេះគឺឈ្មោះថាផែ66ពុកម៉ែបងប្អូនខ្ញុំមកដល់នេះខ្ទង់ម៉ោង4ជាងប៉ុន្តែខ្ញុំសួរគាត់ទៅថាម៉ោង2ម៉ោង3បានសម្បូរនិយាយទៅម៉ោង2ម៉ោង3គឺគេឡើងមកច្រើនប៉ុន្តែខ្ញុំចៃដន្យមកដល់ម៉ោង4ជាងនេះនៅសល់មកទុកធំដែរដែលគេកំពុងតែតម្លាក់ណាអញ្ចឹងពុកម៉ែបងប្អូនក៏អាចទៅបានដែរខ្ទង់ម៉ោង5ព្រឹកអីក៏នៅតែមានគេលក់បន្តិចលក់ទូចអីនៅនោះប៉ុន្តែបើចង់ទៅឃើញច្រើនហ្មងម៉ោង2ម៉ោង3ខ្ញុំសួរគាត់ហើយណែមកទុកណែអូច្រើនណាស់ពុកម៉ែបងប្អូនអូយនិយាយពីថាទុកតែមួយឯងប៉ុន្តែគាត់ណាមានតាំងពីត្រីឆ្លាមមានតាំងពីស្អីណាបកាហើយបកាបកងបកងច្រឡំអាជាស្រ័យបងប្អូនប្រភេទមឹកអូយមឹកស្អីក៏មានដែរហើយត្រីវិញគឺចម្រោះមុខត្រីចម្លែកទៅបងប្អូនខ្ញុំអត់ស្គាល់អស់ទេមានអាត្រីស្អីភ្នែកឡានផងមានអាត្រីចោលផងមានអាត្រីស្អីណាឈ្មោះគេអូចម្លែកហើយណែបងនិយាយពីថាខ្ញុំសួរគាត់ទៅប្រហែលថ្ងៃបងមិនចុះម្ដងគាត់ថាទៅចុះទឹកម្ដងចុះទន្លេម្ដងចុះសមុទ្រម្ដង4ថ្ងៃ5ថ្ងៃអ្នកខ្លះមួយអាទិត្យអ្នកខ្លះ2អាទិត្យខ្លះ10ថ្ងៃឡើងមកវិញហើយអញ្ចឹងពួកគាត់ទៅខ្ញុំឃើញគាត់មានតកកដាក់វាយអូត្រីយកមកណាត្រីគាត់ហើយមកដល់ភ្លាមអញ្ចឹងគឺគេមានឈ្មួញគេមករើសត្រីចែកនិយាយទៅលែកតាមនឹងពីបេតង់អញ្ចឹងមកថានេះកន្លែងមេវគ្គបញ្ចប់ហើយព្រោះតម្លាក់មកដល់ពឹបគឺមានឈ្មួញធំហើយបើមានឈ្មួញតូចហ្នឹងគេជ្រើសរើសត្រីទៅតាមនឹងបែងចែកអញ្ចឹងទៅមានប្លុកកន្លែងខ្លះគេទទួលតែរឿងត្រីឆ្លាមអញ្ចឹងទៅកន្លែងប្លុកខ្លះគេបកាអញ្ចឹងទៅប្លុកខ្លះគេមឹកអីចឹងទៅអញ្ចឹងមិនពុកម៉ែបងប្អូនយើងទៅទិញតតែយើងថ្មីមាត់យើងបកកែដែរប៉ុន្តែទោះបីជាយ៉ាងណាក៏តម្លៃវាសមរម្យហើយកន្លែងនេះនោះទោះបីមិនក៏ដោយគាត់ថាយើងបានទៅដល់បានដឹងប្រភពច្បាស់លាស់វាស្រស់វាត្រីដឹងតែថ្មីបកាអីដឹងថាបកាធម្មជាតិអីចឹងទៅវាមិនមែនបកាចិញ្ចឹមអីចឹងទៅអញ្ចឹងទៅតាមទឹកជំនាញមើលជាក់ស្ដែងពុកម៉ែបងប្អូនព្រោះខ្ញុំបត់ពិសោធន៍លើកទី1ដែរទេទៅដល់ផែ66នេះដែលជាផែមួយដែលខ្ញុំសួរគាត់ទៅថាកន្លែងហ្នឹងគឺជាមានកន្លែងបោះដុំមានអ្នកលក់នៅក្នុងច្រើនដែលពុកម៉ែបងប្អូនអាចទៅជ្រើសរើសប្រភេទត្រីនៅហ្នឹងហើយអ្នកសួរបងត្រីទៅគាត់ថាត្រីហ្នឹងអូពិសេសហើយ1គីឡូ60000ណាត្រីមិញហ្នឹងខ្ញុំទិញគាត់ហើយយកមកដាក់វាយនិយាយទៅយើងប្រម៉ែប្រមូលទិញត្រីហើយយកមកដាក់កេះអញ្ចឹងទិញហើយចាំយកមកទិញកេះស្នោទៅគាត់រៀបរាប់ដាក់តកកឲ្យយើងអីមកស្អាតហើយប៉ុន្តែទិញចុះទិញឡើងខ្ញុំនៅតែខ្វះរបស់មួយចំនួនដែលត្រូវតែមកផ្សារលើដដែលហើយផ្សារលើនេះខ្ញុំពុកម៉ែបងប្អូនខ្ញុំបញ្ជាក់កន្លែងផែវាតោះឲ្យយើងរៀងងើបពីព្រឹកយើងទៅដើរលេងអ្នកខ្លះគាត់មិនមានពេលអ្នកខ្លះមិនចង់ងើបទេដាច់ល្ងុយអីចឹងមានអីទេក្រៅពីផ្សារលើស្រួលបំផុតហើយពុកម៉ែបងប្អូនអើយត្រីស្អីក៏វាមានដូចតែគ្នាហ្នឹងគ្រាន់តែថាយើងចង់ស្គាល់កន្លែងបោះដុំហើយដូចកូនខ្ញុំចឹងអូយបានឃើញត្រីសប្បាយចិត្តអូត្រីមានគ្រប់សពហើយទៅក្មេងណាឃើញបានត្រីមកខំយកទៅប្រឡែងគ្នាអត់ដឹងថាត្រីនឹងងាប់ទេយកចាប់ត្រីបានយកទៅប្រឡែងចាប់ត្រីបានយកបោះប្រឡែងគ្នាឃើញធ្លាប់តែឃើញអាត្រីហែលក្នុងទូរស់ប៉ុន្តែមានណាអូយពុកម៉ែបងប្អូនត្រីធំអញ្ចឹងណាយកទៅយើងដាក់អាំងមកគឺមិនបាច់ចាំទៅប្របាក់ធ្វើអីទេលាងតែទឹកឲ្យស្អាតដាក់អាំងប្រាវត្រីធម្មជាតិត្រីសមុទ្រស្រស់ពុកម៉ែបងប្អូនដាក់មកហើយប្រភេទត្រីទាំងអស់ហ្នឹងចាំចំណាយនាំត្រីណាឆ្ងាញ់ត្រីណាសាច់វាមិនអីមិនព្រោះខ្ញុំអាំងលើកទី1អាំងបថុយដែរទេអាត្រីធំនេះគឺឆ្ងាញ់អាពីរនេះអូយធំនេះដាក់មកអត់អីទេហើយកុំបារម្ភថាឃើញខ្លោចយើងបាច់ភ័យទេព្រោះសម្បកអីសកាវានឹងក្រាស់ណានិយាយទៅស្បែកវានឹងឯងក្រាស់វាមានសន្ទាប់ការពារច្រើនអញ្ចឹងយើងអាំងវារៀងខ្លោចតិចបានសាច់ខាងក្នុងឆ្អិនល្អហើយសម្រាប់អាប្រភេទសាច់វាគឺឆ្ងាញ់
ញ៉ាំទៅអត់សូវរឹងខ្លាំងទេប៉ុន្តែបើពួកអាវែងនោះរឹងអាក្រហមនេះក៏រៀងចឹងដែរប្រហែលជាយើងធ្វើខុសមុខម្ហូបហើយដាក់ញ៉ាំជាមួយ fresh ស៊ីអូយត្រូវណាស់បងប្អូនអើយស្រស់ស្រាយមែនតើដាក់ fresh ស៊ីទឹកប៉ម fresh ស៊ីទឹកកលែនក៏មានឥឡូវមានទឹកតឡាចមានទឹកសដែកមានទឹកតាពាំងបាយជូរទឹកអីទៀតអូច្រើនជម្រើសណាស់ពុកម៉ែបងប្អូនចង់បានរសជាតិមួយណាមាន6រសជាតិនោះសម្រាប់ជ្រើសរើសហើយណែដាក់ជាមួយនឹងទឹកត្រីកោះកុងញ៉ាំជុំគ្នាអាំងថ្មីភ្លាមក្តៅឆ្ងាញ់មែនតើចឹងមកថាជួបជុំទៅផាធីមិត្តភ័ក្តិឬក៏ថាទៅកម្មវិធីបុណ្យទានអីចូលឆ្នាំកុំភ្លេចទិញផ្ញើឪពុកម្ដាយអ្នកផ្ទះអ្នកអីញ៉ាំជុំគ្នាទៅហើយបានតលេងកំពង់សោមកុំភ្លេចទៅផែ66អរគុណបាយបាយ